ប្រមុខក្រសួងមហាផ្ទៃដាស់តឿនមន្ត្រីពាក់ព័ន្ធបានល្មើសគ្រឿងញៀនប្រញាប់ដកខ្លួនបើមិនចង់ខ្លាចជាសាច់ស្អុយអាយុដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី10នារសៀលថ្ងៃទី12ខែមិនិនាឆ្នាំ2025នេះបានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនសូមដកខ្លួនថយនិងកែប្រែឥរិយាបថជាបន្ទាន់ពីព្រោះចាប់ពីអំណេះតទៅការអនុវត្តពាក្យស្លោកឆ្លោះកញ្ចក់ងូតទឹកដកក្អែលព្យាបាលនិងវះកាត់សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គឺលែងឆ្លោះកញ្ចក់ងូតទឹកដកក្អែលនិងព្យាបាលទៀតហើយពលគឺរាជរដ្ឋាភិបាលរួមទាំងក្រសួងមហាផ្ទៃនឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដងក្នុងពិធីដែលមានការអញ្ជើញចូលរួមពីអាយុដំសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីណេតសាវឿនប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រមុខក្រសួងមហាផ្ទៃក៏បានរំលេចនូវកិច្ចការសំខាន់មួយចំនួនទៀតដែលអាយុដំផ្ទាល់និងអាយុដំសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីត្រូវការចូលរួមពង្រឹងការអនុវត្តពីក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រមុខក្រសួងមហាផ្ទៃក៏បានមានប្រសាសន៍ត្រង់ថាបញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេប្រកាសណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយដូច្នេះអាយុដាមបានព្រមានឲ្យដកខ្លួនចេញជាបន្ទាន់និងគុំពាក់ព័ន្ធព្រមទាំងបានណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ខិតខំពន្យាការស្រាវជ្រាវដោយផ្ដោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្តនិងមុខសញ្ញាដែលពាក់ព័ន្ធជាខ្នងបង្អែកសូមបញ្ជាក់ថាក្នុងនីតិកាលទី7នៃរដ្ឋសភានេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញគោលការណ៍ដឹកនាំសម្អាតផ្ទះយើងដោយក៏បានផ្ដោតលើបញ្ហាគ្រឿងញៀននេះដែរពលគឺមន្ត្រីពាក់ព័ន្ធបានល្មើសគ្រឿងញៀនត្រូវទទួលការអនុវត្តវិធានការវះកាត់សាច់ស្អុយដោយបណ្ដឹងចេញពីក្របខ័ណ្ឌនិងទទួលខុសត្រូវចំពោះមុខច្បាប់មិនត្រឹមតែអ្នកជួញដូរនោះទេមន្ត្រីស៊ីវិលនិងកងកម្លាំងដែលប្រើប្រាស់គ្រឿងញៀនតួយ៉ាងក្រសួងមហាផ្ទៃក៏បានអនុវត្តវិធានការបណ្ដឹងចេញពីក្របខ័ណ្ឌចំពោះមន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននិងការសេពគ្រឿងញៀននេះផងដែរ